ដើម្បីជាមូលដ្ឋានសម្រាប់ការគិតពិចារណានិងតម្រង់ទិសសិក្ខាសាលាក៏ដូចជាវេទិកាសំណួរចម្លើយដែលនឹងរៀបចំក្រោយនេះខ្ញុំសូមគូសបញ្ជាក់នៅចំណុចគន្លឹះ4ធំដូចខាងក្រោមចំណុចទី1ការធ្វើបរិវត្តកម្ម Digital គឺតម្រូវឲ្យមានការផ្លាស់ប្ដូរការធ្វើការងារបែបប្រពៃណីទៅជា Digital តាមរយៈការផ្លាស់ប្ដូរគំនិតឆ្ពោះទៅ Digital ដែលភាសាអង់គ្លេសហៅថា Change Digital Mindset និងការផ្លាស់ប្ដូរវប្បធម៌ឆ្ពោះទៅវប្បធម៌ Digital Culture និងការចាប់ផ្ដើមដើរលើមាគ៌ា Digital ពីកម្រិតមូលដ្ឋាននិងការពង្រីកឲ្យដល់កម្រិតបរិវត្តកម្ម Digital ដោយប្រកាន់ខ្ជាប់នៅគោលការណ៍គ្រឹះនិងការផ្លាស់ប្ដូរទាំង3ដំណាក់កាលគឺការកសាងមូលដ្ឋានគ្រឹះ Digital ការចាប់យក Digital និងការធ្វើបរិវត្តកម្ម Digital ចំណុចទី2គឺការទាញយកអត្ថប្រយោជន៍ពីបរិវត្តកម្ម Digital ទាមទារឲ្យគ្រប់តួអង្គចូលរួមសហការឲ្យបានពេញលេញក្នុងប្រព័ន្ធ Ecology ស្របតាមអភិក្រមរដ្ឋាភិបាលទាំងមូលនិងចក្រភាពនៃប្រព័ន្ធតួអង្គតែមួយដោយមានការដឹកនាំសម្របសម្រួលនិងការផ្ដល់កិច្ចគាំទ្រជារួមពីមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងអង្គភាពបរិវត្តកម្ម Digital នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារចំណុចទី3គឺការធ្វើបរិវត្តកម្ម Digital ត្រូវឆ្លើយតបទៅនឹងស្មារតីនៃការកែតម្រង់និងការពង្រឹងអភិបាលកិច្ចស្របតាមអភិក្រមរៀបចំផ្ទះឲ្យបានរៀបរយនិងពង្រឹងជាងការពង្រីកពោលគឺពង្រឹងគុណភាពដែលមានស្រាប់ជាងពង្រីកបរិមាណដែលនាំឲ្យខាតបង់ទាំងថវិកាទាំងធនធានមនុស្សដោយប្រើប្រាស់ធនធាននិងយន្តការដែលមានស្រាប់ឲ្យអស់លទ្ធភាពនិងឲ្យអស់សក្តានុពលក្នុងនោះការងារបរិវត្តកម្ម Digital ដែលមានលក្ខណៈរួមគួរធ្វើក្នុងការដ្ឋានការងាររួមពោលគឺមិនគួរធ្វើស្ទួនគ្នានិងដោយឡែកពីគ្នាខណៈការងារបរិវត្តកម្ម Digital ដែលមានលក្ខណៈដោយឡែកគឺស្ថិតក្នុងការដ្ឋានការងារជាក់លាក់នីមួយៗប៉ុន្តែទោះបីជាយ៉ាងនេះក្តីការធ្វើការងារទាំងនោះគឺត្រូវស្ថិតក្នុងប្រព័ន្ធ Ecology រួមជាមួយគ្នាផងដែរចុងក្រោយគឺចំណុចទី4គឺការបន្តពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុដែលមានធនាគារនិងក្រសួងស្ថាប័នវិស័យឯកជននិងដៃគូអភិវឌ្ឍមានសារៈសំខាន់សម្រាប់ការងារបរិវត្តកម្ម Digital សម្ដៅរួមចំណែកឲ្យសម្រាប់ក្នុងវិស័យបរិវត្តកម្ម Digital របស់រដ្ឋាភិបាល